នេះសញ្ញា stop ផ្លែតហើយគេចែកគ្នាទៅម្ដងម្នាក់អ្នកណាទៅដល់ខាងមុខនឹងមុនគឺអ្នកនឹងអាចទៅមុនគេឲ្យទៅមុនគេអត់មានចាំបាច់ប៉ូលីសចរាចរណ៍អានេះនៅសហរដ្ឋអាមេរិកណាអត់មានពីចរាចរណ៍ទេបងប្អូនមើលគេឲ្យគ្នាទៅម្ដងម្នាក់ណាអ្នកណាទៅដល់មុនអ្នកនឹងឈប់ stop មុនអ្នកនឹងអាចបានទៅមុនគេព្រោះគេមើលគ្នាទៅវិញទៅមកអ្នកខ្លះក៏បដមសងណាគេអធិស្ឋានឲ្យគ្នាគេគ្រោះគ្នាតិចម្នាក់អញ្ចឹងណាគេឲ្យខ្ញុំទៅមុនហើយខ្ញុំមកដល់មុនញ៉ាំតិចម្នាក់ទៅបាននឹងជាប់រដឹកនឹងសម្រាប់stop វាមានបញ្ហា stop វាផ្លែតអញ្ចឹងនឹងសញ្ញាផ្លែតគឺគេឲ្យយើងឈប់ម្ដងម្នាក់អ្នកណាទៅដល់មុនកន្លែងនឹងមុនគេគឺយើងអាចទៅមុនគេអាហ្នឹង stop មិនមែនផ្លែតទេគឺ stop យើងឈប់បើយើងបត់ស្តាំបើអត់មានឡានខាងផ្លូវត្រង់យើងអាចបត់បាននេះដូច stop នេះអញ្ចឹងអានេះសម្រាប់ stop ផ្លែតហ្មង stop ហ្នឹងគឺវាផ្លែតយើងមកដល់ហ្នឹងយើងត្រូវឈប់វាបន្តិចហើយយើងមើលបើមានគេបើគេឈប់មុនយើងឲ្យគេទៅមុនបើគេជប់ក្រោយយើងឈប់មុនយើងអាចទៅមុនគេបានបើអត់មានគេក៏ដោយយើងត្រូវតែឈប់ដែរត្រូវតែឈប់មកដែរទីច្បាប់សហរដ្ឋអាមេរិកគឺអញ្ចឹងឯងមានតែប៉ុណ្្នឹងទេបាយ